ព្រះគម្ពីរយ៉ាកុបបានលើកទឹកចិត្តយើងឲ្យរស់នៅជាប់លាប់ជាមួយនឹងអ្វីដែលយើងបានរៀនអំពីព្រះយេស៊ូវដែលជាម្ចាស់មិនត្រឹមតែត្រាស់ហៅយើងដោយមិនគ្រាន់ឲ្យជឿតែមួយមុខប៉ុណ្ណោះនោះទេប៉ុន្តែទ្រង់គឺចង់ឲ្យយើងចេះគោរពប្រតិបត្តិបន្ថែមទៀតព្រះទ្រង់ត្រាស់ហៅយើងឲ្យចេះទុកចិត្តលើទ្រង់ឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពលើអ្វីដែលទ្រង់មានព្រះបន្ទូលញឹកញាប់តែងតែមានគម្លាតរវាងអ្វីដែលយើងជឿនិងរបៀបដែលយើងរស់នៅយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្តែយើងមិនបានគោរពប្រតិបត្តិតាមនោះទេយើងនិយាយអំពីជំនឿប៉ុន្តែយើងមិនមានបទពិសោធន៍ឆ្លងកាត់អំណាចនៃជំនឿទាំងនោះនៅឡើយទេយើងតែងប្រកាសថាយើងជាអ្នកដើរតាមព្រះយេស៊ូវប៉ុន្តែពិភពលោកបែរជាមិនបានមើលឃើញពីភាពខុសគ្នានៅក្នុងខ្លួនយើងនោះទេព្រះគម្ពីរយ៉ាកុបបានលើកទឹកចិត្តយើងឲ្យមានជំនឿដែលមិនជាប់គាំងគឺជាជំនឿដែលចេះគោរពប្រតិបត្តិជំនឿដែលពិភពលោកអាចមើលឃើញតាមរយៈយើងនៅពេលដែលយើងមានជំនឿដែលរស់មានន័យថាមិនមែនជាជំនឿដែលជាប់គាំងនោះយើងនឹងទទួលបានអំណាចព្រមជាមួយសក្ខីភាពដែលមិនអាចប្រកែកនិងបញ្ចប់បានឡើយជំនឿក្នុងសកម្មភាពជំនឿដ៏ពិតប្រាកដដែលអាចមើលឃើញ